អរគុណណាប្រិមិត្តពុកម៉ែបងប្អូនជាទីមេត្រីបាទយើងទៅកីឡាអន្តរជាតិជាពិសេសតាក់ទងនឹងទីផ្សារដោះដូរកីឡាករកំពុងតែប្រព្រឹត្តទៅយ៉ាងក្តៅគគុកហើយនៅតំបន់អឺរ៉ុបស្របពេលដែលការប្រកួតបាទគឺលីកកំពូលបាទគឺនៅក្នុងពិភពលោកនេះនឹងត្រៀមចាប់ផ្ដើមនៅសប្តាហ៍ទី3បាទនៅខែ8នេះហើយយើងផ្ដើមចេញពីក្រុមតោខេវឆែស៊ីបាទគឺចំណាយច្រើនណាស់ពេលនេះក៏បានឈានដល់កិច្ចព្រមព្រៀងបាទគឺនាំយកកីឡាករវ័យក្មេងវ័យ21ឆ្នាំបាទគឺសញ្ជាតិអាសង់ទីនកីឡាករ Valentin Bako បាទគឺមកពីក្រុម Starbuck នៅក្នុងក្របខ័ណ្ឌបាទគឺលីកអងរបស់ប្រទេសបារាំងដោយចុះកិច្ចសន្យារយៈពេលបាទគឺ7ឆ្នាំហើយក៏បានក្លាយជាកីឡាករទី6ដែលក្រុម Chelsea ទិញមករួមក្រុមនៅរដូវក្តៅនេះផងដែរបន្ទាប់ពីទិញបានដូចជា Morgan Roger, Danny Welbeck, Emmanuel Emiga, Essen Bakula Cruz និងកីឡាករ Marco Palesta ខ្សែបម្រើវ័យក្មេងរូបនេះបាទគឺនឹងចូលរួមបាទគឺជាមួយនឹងក្រុមតោខេវឆែស៊ីនៅក្នុងរដូវកាលថ្មីនេះតែម្ដងគេជាយុវជនរបស់ក្លឹប Boca Juniors បានចូលរួមជាមួយនឹងក្រុម Brighton កាលពីឆ្នាំ2024ក្នុងតម្លៃផ្ទេរ7លាន90ម៉ឺនផោនកាលពីពេលនោះហើយឥឡូវនេះគេនឹងចូលរួមបាទគឺជាមួយនឹងក្រុមតោខេវឆែស៊ីដោយចុះកិច្ចសន្យារយៈពេល7ឆ្នាំផងដែរដល់ឡែកបាទគឺក្រុម Bournemouth បាទគឺដែលស្ថិតនៅក្នុងក្របខ័ណ្ឌ Premier League ដែរនោះក៏បានឈានដល់កិច្ចព្រមព្រៀងនាំយកកីឡាករយុវជនសញ្ជាតិអេស្ប៉ាញខ្សែការពារខាងស្ដាំរបស់ក្រុម Sevilla គឺកីឡាករ Hunlu បាទគឺក្រោមការដឹកនាំរបស់លោក Marcos ដែលជាគ្រូថ្មីនោះបាទគឺមានតម្លៃបាទគឺប្រមាណជា9លាន40ម៉ឺនបាទគឺអឺរ៉ូបូកនឹងអត្ថប្រយោជន៍បាទគឺ1លាន70ម៉ឺនបាទអឺរ៉ូបន្ថែមទៀតសម្រាប់កីឡាករវ័យ22ឆ្នាំរូបនេះកីឡាករបាទគឺហ៊ុនលូនេះបាទគឺជាយុវជនបាទគឺថ្នារបស់ក្រុមជម្រើសជាតិបាទគឺអេស្ប៉ាញបាទហើយជាកីឡាករបាទគឺដែលមានទេពកោសល្យមានកម្ពស់ខ្ពស់បាទគឺជាខ្សែការពារខាងស្ដាំរបស់ក្រុមBournemouthថ្មីផងដែរដល់ឡែកបាទក្រុមជើងឯក Premier League បាទគឺកំភ្លើងធំ Arsenal លោកក៏បានឈានដល់កិច្ចព្រមព្រៀងនាំយកកីឡាករខ្សែបម្រើសញ្ជាតិប្រេស៊ីលគឺ Bruno Guimaraes មកពីក្រុមសារិកាព្រៃ Newcastle United ក្នុងតម្លៃផ្ទេរ77លានអឺរ៉ូបូកបន្ថែមអត្ថប្រយោជន៍ផ្សេងទៀតសម្រាប់កីឡាករខ្សែបម្រើវ័យ28ឆ្នាំរូបនេះArsenal ត្រូវចំណាយដំបូង70លានអឺរ៉ូទៅបាទគឺ80លានអឺរ៉ូឲ្យ Newcastle United បូកបន្ថែមអត្ថប្រយោជន៍និងប្រាក់លើកទឹកចិត្តទៀតសរុបប្រមាណជា90លានអឺរ៉ូកិច្ចសន្យាមានសុពលភាពដល់ឆ្នាំ2031រដូវកាលថ្មីនេះ Newcastle បាត់តារាល្បីៗជាច្រើនដូចជា Sandro Tonali ផ្លាស់ទៅកាន់ Spurs Anthony Gordon ផ្លាស់ទៅកាន់ Barcelona Bruno ផ្លាស់ទៅកាន់ Arsenal គ្រូបង្វឹក Andy Hall បានចាក់ចេញពីក្រុមបាទគឺបន្តទៀតប៉ុន្តែបាទគឺសម្រាប់ Newcastle លោកបានទិញយុវជនដូចជា Alaji Bamba មកពីក្រុម Monaco ការលក់ Bruno បាទគឺបានទឹកប្រាក់បាទគឺនឹងកាត់20%បាទគឺស្មើនឹង8លានផោនទៅឲ្យក្លឹបចាស់របស់គេដែរគឺក្រុម Olympic Lyonដល់ឡែកក្រុមតោខេវឆែស៊ីត្រូវពិន័យបាទគឺជាទឹកប្រាក់ចំនួន10លានផោនបាទគឺសម្រាប់ក្រុមឆែស៊ីហើយពិន័យមិនអោយទិញដូរកីឡាករចំនួន2ដងពីបទរំលោភច្បាប់តាក់ទងនឹងការចំណាយទៅលើ agent ឬក៏ហៅថាភ្នាក់ងារពីចន្លោះឆ្នាំ2009ដល់2000បាទគឺ22ហើយក្លឹបឆែស៊ីត្រូវកាត់6ពិន្ទុត្រូវពិន័យមិនអោយទិញដូរកីឡាករដល់ថ្ងៃទី30ខែមិថុនាឆ្នាំ2027ពលគឺរយៈពេលដោះដូរកីឡាករហ្នឹង2ដងបាទម្ចាស់ក្លឹបរួមបាទគឺលោក Todd Boehly និងលោកបាទគឺ Clear Lake Capital រំលោភមាត្រាទី77របស់សហព័ន្ធបាល់ទាត់អង់គ្លេសតាក់ទងនឹងការទិញក្លឹបរបស់ Chelsea កាលពីឆ្នាំ2022ក្រុម Chelsea ទទួលស្គាល់ថាបានចំណាយទឹកប្រាក់47លានផោនទៅឲ្យ agent ភាគីទី3ក្នុងការទិញដូរកីឡាករពីចន្លោះឆ្នាំ2021ដល់2018បាទដូច្នេះបាទក្រុម Chelsea ត្រូវទទួលទោសទណ្ឌបាទគឺតាក់ទងនឹងបទរំលោភមាត្រាបាទ76របស់សហព័ន្ធកីឡាបាល់ទាត់បាទគឺប្រទេសអង់គ្លេសផងដែរ
ដល់ឡែកបាទក្រុម AC Barcelona ដែលជាក្រុមជើងឯក La Liga របស់ប្រទេសអេស្ប៉ាញបាទលោកបានបាទគឺទទួលយកបាទគឺកីឡាករ Leon Goretzka មកពីក្រុម Bayern Munich ដោយលក្ខណៈ free transfer Leon អាចមកបំពេញកន្លែង Frankie de Jong ឬកីឡាករ Fermin Lopez កំពុងតែមានរបួស Goretzka អាយុ31ឆ្នាំអស់សុពលភាពជាមួយនឹង Bayern Munich តាំងពីថ្ងៃទី1ខែកក្កដា2026មកម្លេះធ្លាប់ឈ្នះពានរង្វាន់ Bundesliga និងជើងឯក UEFA Champions League កាលពីឆ្នាំ2019និង2020ធ្លាប់បាទគឺនៅជាមួយនឹងលោក Hansi Flick បាទគឺដែលធ្លាប់ដឹកនាំក្រុម Bayern Munich កាលពីឆ្នាំ2019 2020ឥឡូវនេះលោក Hansi Flick បាទគឺលោកទៅដឹកនាំក្រុម AC Barcelona ក៏នាំយកកីឡាករវ័យ31ឆ្នាំនេះទៅរួមក្រុមផងដែរដល់ឡែកក្រុមបដម៉ោះក៏មានការមមាញឹកក្នុងការទិញកីឡាករចូលមកពង្រឹងក្រុមផងដែរកីឡាករបាទគឺប៉ុកទុយហ្គាល់អង់តូនីអូស៊ីនវ៉ាអាយុ22ឆ្នាំផ្ទេរមកពីក្រុមបេនរីកាក្នុងតម្លៃ26លានបាទគឺផោនតម្លៃដំបូងគឺ21លាន40ម៉ឺនផោនបូកនឹងអត្ថប្រយោជន៍4លាន30ម៉ឺនផោនទៀតអង់តូនីអូស៊ីនវ៉ាមកជំនួសកន្លែងម៉ាកូបាសេនីស៊ីដែលផ្លាស់ទៅកាន់ក្រុមស្ពឺស៊ីវ៉ាជាប់ក្រុមប៉ុកទុយហ្គាល់20ប្រកួត World Cup 2022 Euro 2024ប៉ុន្តែ World Cup 2026លោករ៉ូបឺតូម៉ាទីណេសដែលជាគ្រូប៉ុកទុយហ្គាល់នោះមិនបានរើសគាត់ឲ្យចូលក្រុមជម្រើសជាតិទេស៊ីវ៉ាបានក្លាយជាកីឡាករបឺណាម៉ោសបាទគឺទី3ហើយមករួមក្រុមនៅក្នុងរដូវកាលនេះបន្ទាប់ពីទិញកីឡាករ Alvaro Rodriguez បាទមកពីក្រុម Eche តម្លៃ25លាន70ម៉ឺនផោនបាទហើយលោកគ្រូថ្មី Makarov ក៏បានលក់កីឡាករចេញទទួលបានទឹកប្រាក់រហូតដល់ទៅ200លានបាទគឺផោនផងដែរវីរៈបរិះបាល់ទាត់អ៊ីតាលីបាទគឺតារា World Cup ឆ្នាំ1982បាទបានទទួលមរណភាពទៅហើយបាទគឺលោក Franco Baresi បានទទួលមរណភាពក្នុងជន្មាយុ66ឆ្នាំដោយរោគគាពៀតលោក Baresi បានចំណាយពេល20ឆ្នាំជាមួយនឹងបាល់ទាត់ពីចន្លោះឆ្នាំ1977ដល់ឆ្នាំ1997លេងបាន15រដូវកាលជាមួយនឹង AC Milan បាទគឺ719ប្រកួតសុទ្ធបាន33គ្រាប់ធ្លាប់ឈ្នះពានរង្វាន់ Scudetto 6ដងជើងឯក Champions League 3ដងលេងឲ្យក្រុមជម្រើសជាតិអ៊ីតាលី81ប្រកួតឈ្នះពានរង្វាន់ World Cup ឆ្នាំ1982នៅប្រទេសអេស្ប៉ាញបានឈានទៅ World Cup វគ្គផ្ដាច់ព្រាត់នៅសហរដ្ឋអាមេរិកឆ្នាំ1994ពេលនោះចាញ់ប្រេស៊ីលដោយបាល់ពេនទីលោក Baresi ជាខ្សែការពារដ៏រឹងមាំម្នាក់ចាប់ដៃគូជាមួយនឹង Paolo Maldini Alexandro Costa និង Mauro បាទគឺ Tassotti បាទដែលជាខ្សែការពារដ៏អស្ចារ្យពេលនេះលោកទទួលមរណភាពនៅក្នុងជន្មាយុបាទគឺ66ឆ្នាំលោក Andy Howe បាទគឺអាយុ48ឆ្នាំបានប្រកាសបាទគឺចាកចេញពីក្រុមសារិកាព្រៃ Newcastle United ហើយបន្ទាប់ពីដឹកនាំក្រុមរយៈពេល5ឆ្នាំហើយ Newcastle United ទទួលបានចំណាត់ថ្នាក់ទី12នៅ Premier League កាលពីឆ្នាំមុនហើយធ្លាប់ទទួលបានជើងឯកបាទ League Cup កាលពីឆ្នាំ2024-2025ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបរយៈពេល70ឆ្នាំលោកហៅបាទគឺមកកាន់ Sam Park កាលពីខែកញ្ញា2021ទទួលបានចំណាត់ថ្នាក់ទី11រដូវកាលដំបូងរបស់គាត់រដូវកាលមុនបានឈានទៅ Champions League វគ្គ Knockout Stage ប៉ុន្តែចាញ់ក្រុម AC Barcelona វគ្គ16ក្រុមចុងក្រោយហើយចាញ់បាទគឺនៅ Premier League បាទគឺ17ប្រកួតលេងសរុបទាំង38ប្រកួតឆ្នាំនេះ Newcastle United លោកប្រហែលជាជួបបញ្ហាទី1កីឡាករល្បីៗបានចាក់ចេញជាច្រើនហើយគ្រូល្អមួយនេះក៏ត្រូវចាក់ចេញទៀតផងដែរដល់ឡែកបាទគឺអតីតកីឡាកររបស់ក្រុម Man U និង Arsenal បាទគឺកីឡាករ Danny Welbeck បាទគឺអាយុ35ឆ្នាំទៅហើយនោះបានចុះកិច្ចសន្យាលេងឲ្យ Chelsea រយៈពេល2ឆ្នាំនៅ Stamford Bridge Welbeck សុទ្ធបាន13គ្រាប់លេង37ប្រកួតកាលពីរដូវមុនឲ្យក្រុម Brighton បានក្លាយជាសមាជិកទី4របស់ក្រុម Chelsea ដែលទិញមករដូវក្តៅនេះបន្ទាប់ពី Chelsea ទិញដូចជា Morgan Roger មកពី Aston Villa
បាទម៉ាកូប៉ារ៉ាស្តាមកពីអាឡង់តាជាដើម Welbeck ចាប់អាជីពជាមួយនឹង Man U ផ្ទេរទៅអាសនល 2014 តម្លៃ 16 លានផោនកាលពីសម័យនោះចំណាយពេល 5 រដូវកាលនៅក្នុងទីក្រុងឡុងមុនផ្លាស់ទៅកាន់ Watford ហើយបន្តមកកាន់ Brighton កាលពីឆ្នាំ 2020 ជាប់ក្រុមជម្រើសជាតិអង់គ្លេស 42 ប្រកួតសុទ្ធបាន 16 គ្រាប់ធ្លាប់ចូលរួម World Cup ជាមួយនឹងអង់គ្លេសឆ្នាំ 2018 នៅរុស្ស៊ីប៉ុន្តែ 2026 នៅអាមេរិកនេះលោក Thomas Tuchel មិនបានកោះហៅគាត់ឲ្យចូលក្រុមជម្រើសជាតិនោះទេដល់ឡែកបាទគឺក្រុម Brentford ដែលស្ថិតនៅក្នុងក្របខ័ណ្ឌ Premier League ដែរនោះបាននាំយកកីឡាករខ្សែបម្រើសញ្ជាតិម៉ាលីគឺកីឡាករ Mamadou បាទគឺ Sankare មកពីក្រុមឡង់អាយុ 24 ឆ្នាំដោយចុះកិច្ចសន្យារយៈពេល 5 ឆ្នាំនៅក្នុងតម្លៃផ្ទេរ 42 លាន 50 ម៉ឺនផោនលេងបាន 33 ប្រកួតឲ្យក្រុមឡង់កាលពីរដូវមុនចាប់តាំងពីផ្ទេរមកពីក្រុម Rapid Wien របស់ប្រទេសអូទ្រីសធ្លាប់ជាប់ក្រុមជម្រើសជាតិម៉ាលី 16 ប្រកួតជាពិសេសចូលរួមពានរង្វាន់ទ្វីបអាហ្វ្រិកកាលពីឆ្នាំ 2025 ដល់ឡែកបាទគឺលោក Xabi Alonso បាទដែលជាគ្រូថ្មីរបស់ក្រុមតោខៀវ Chelsea បាទគឺដឹកនាំរដូវកាលថ្មីនោះលោកបានដាក់តម្លៃ 42 លានផោនដើម្បីនាំយកខ្សែការពារកណ្ដាលម្នាក់ទៀតរបស់ក្លឹប Atalanta កីឡាករ Gio បាទគឺ Scavini មកកាន់ Stamford Bridge សម្រាប់កីឡាករវ័យក្មេងត្រឹមតែវ័យ 22 ឆ្នាំប៉ុណ្ណោះត្រៀមនឹងឲ្យកិច្ចសន្យារយៈពេល 5 ឆ្នាំខណៈពេលកីឡាករ Chambat ត្រៀមផ្លាស់ទៅកាន់ Como ដែលមានលោក Fabregas កំពុងតែដឹកនាំនៅទីនោះផងដែរមានការប្រៀបធៀបរវាង Ronaldo និង Mbappe លេងរយៈពេល 2 ឆ្នាំពេញដូចគ្នាថាតើកីឡាករទាំងពីរហ្នឹងបាទគឺអ្នកណាក្រល្អជាង Mbappe លេងបាន 2 ឆ្នាំហើយឲ្យក្រុម Real Madrid បាទគឺគេលេងបាន 103 ប្រកួតសុទ្ធបាន 86 គ្រាប់បោះឲ្យគេសុទ្ធ 12 គ្រាប់បាទគឺទាត់ពេលនឹងទីបាទគឺចំនួន 19 គ្រាប់ទាត់បាល់ free kick ចូល 1 គ្រាប់ទទួលបានពាន 2 បាទគឺពានបាទគឺ UEFA Super Cup និងពាន FIFA Continental Cup ឆ្នាំ 2000 បាទគឺ24ចំណែក Ronaldo ដែលលេងឲ្យ Real Madrid 2 ឆ្នាំដំបូងរបស់ខ្លួនដែរនោះថាបាន 89 ប្រកួតសុទ្ធបាន 86 គ្រាប់បោះឲ្យគេសុទ្ធ 24 គ្រាប់ទាត់បាល់ពេនឹងទីបាទគឺ 13 ដងទាត់បាល់ free kick បាទគឺ 11 ដងឈ្នះពានរង្វាន់ Copa del Rey 1 ដងបាទគឺកាលពីឆ្នាំ 2011 អញ្ចឹងទស្សនិកជនអាចមើលថាគាត់បាទនឹង Mbappe រយៈពេល 2 ឆ្នាំដូចគ្នាជាមួយនឹង Real Madrid បាទ 2 ឆ្នាំដំបូងនោះតើអ្នកណាបាទគឺមានកំណត់ត្រាល្អជាងតាមការគិតរបស់ទស្សនិកជនគេបានបង្ហាញថា Lionel Messi ជាកីឡាករដែលទទួលបានឈ្នះច្រើនប្រកួតនៅ World Cup ចាប់តាំងពីឆ្នាំ 2000 បាទគឺ6មកមានន័យថាគាត់លេង World Cup នៅអាល្លឺម៉ង់អាហ្វ្រិកខាងត្បូងប្រេស៊ីលបាទគឺរុស្ស៊ីបាទគឺកាតានិងអាមេរិកនេះបាទ6ដងគាត់លេងបាន34ប្រកួតគាត់ឈ្នះរហូតដល់ទៅ23ប្រកួតស្មើ6ប្រកួតចាញ់6ប្រកួតអញ្ចឹងគេចាត់ទុកថា Messi ជាកីឡាករដែលឈ្នះការប្រកួតហ្នឹងគឺច្រើនជាងគេនៅ World Cup ជុំចុងក្រោយកាលពីឆ្នាំ 2000 បាទគឺ6គាត់ឈ្នះ2ប្រកួតជាមួយនឹងអាសង់ទីនឈានទៅវគ្គ8ក្រុមចុងក្រោយ2010បាទគឺនៅប្រទេសអាហ្វ្រិកខាងត្បូងគាត់ឈ្នះ4ប្រកួតជាមួយនឹងអាសង់ទីនបានឈានទៅត្រឹមវគ្គ8ក្រុមចុងក្រោយដល់2014នោះគាត់ឈ្នះ5ប្រកួតនៅប្រទេសប្រេស៊ីលប៉ុន្តែបាទគឺចាញ់អាល្លឺម៉ង់នៅវគ្គផ្ដាច់ព្រាត់2018នៅរុស្ស៊ីគាត់អាសង់ទីនឈ្នះតែមួយប្រកួតទេធ្លាក់ចេញវគ្គ16ក្រុមចុងក្រោយដល់2022បាទគឺគាត់ទទួលបានជើងឯកបាទគឺគាត់ឈ្នះបាទគឺនៅក្នុងការប្រកួតទាំងអស់បាទហើយនៅ2027នេះបាទគឺនៅកាតាគាត់ចាញ់មួយប្រកួតប៉ុន្តែគាត់ឈ្នះ4ប្រកួតហើយនៅបាទគឺអាមេរិកនេះគាត់ឈ្នះ7ប្រកួតមានន័យថាគាត់ចូលរួមទាំងអស់34ប្រកួតគាត់ឈ្នះ23ប្រកួតចឹង Messi នៅជាកីឡាករដែលលើគេដដែលបាទអរគុណណាប្រិមិត្តពុកម៉ែបងប្អូនជាទីមេត្រីបាទរឿងរ៉ាវកីឡាព្រឹកនេះបានឈានមកដល់ទីបញ្ចប់បាទយើងត្រូវហាត់ប្រាណទាំងអស់គ្នាដើម្បីសុខភាពរាងកាយមាំមួន